ជំរាបសួរបងប្អូនវិលមកកាន់វីដេអូខ្ញុំបន្តទៀតហើយហើយនឹងដែរគឺខ្ញុំចង់មកបង្ហាញពីបច្ចេកទេសនៃការធ្វើរងសម្រាប់ដាំពេញប៉ោះនៅពេលខែត្រជាក់តែអញ្ចឹងបងប្អូនដោយសារតែពេលខែត្រជាក់គឺវាត្រជាក់ខ្លាំងអញ្ចឹងហើយគឺខ្ញុំចង់បង្ហាញពីបច្ចេកទេសក្នុងការទប់ទល់នៅអាកាសធាតុនៅពេលខែត្រជាក់បន្តិចដើម្បីឲ្យពេញប៉ោះហ្នឹងអាចរស់រានមានជីវិតបានហើយរងបងប្អូនខ្ញុំចង់បង្ហាញឲ្យកន្លែងនេះបច្ចេកទេសក្នុងការរៀបចំរងរបស់គេគឺខ្លាំងមែនតើដើម្បីទប់ទល់មើលអាកាសធាតុអញ្ចឹងព្រោះត្រជាក់ខ្លាំងអញ្ចឹងហើយអានេះបងប្អូននេះកណាត់ដល់ឥឡូវនេះខ្ញុំចូលធ្វើការនៅខែត្រជាក់អញ្ចឹងចូលម៉ោង8ប៉ុន្តែតែម៉ោង8វាអត់ទាន់បាត់នេះទេអត់ទាន់បាត់ត្រជាក់ទេវានៅត្រជាក់ឡើយពីម៉ោង8ព្រឹកអញ្ចឹងហើយក៏វារៀងល្ងិតដែរអញ្ចឹងហើយគឺគេខកកណាត់អញ្ចឹងតែល្ងាចឡើងគេខកកណាត់ហើយអាហ្នឹងនៅពេលដែលអាកាសធាតុចុះត្រជាក់គឺគេតម្លាក់កណាត់ទៅពេលល្ងាចឡើងអញ្ចឹងបងប្អូនខាងលើនេះក៏កណាត់ដែរនេះកណាត់ហ្នឹងគឺខ្ជះមែនតើដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់អញ្ចឹងណាហើយកណាត់គឺមានកណាត់ហ្នឹងមកខាងលើហ្នឹងមួយហើយខាងក្រោមនេះមានមកតខាងក្រោមនេះមួយទៀតហើយបើកស៊ូបើតាក់ទងនឹងអាកស៊ូចេះវិញកស៊ូអញ្ចឹង3ជាន់បងប្អូនកស៊ូហ្នឹង3ជាន់នៅខាងលើអញ្ចឹងកស៊ូហ្នឹង3ជាន់ហើយគឺអាចទប់ទល់ជាមួយនឹងអាកាសធាតុត្រជាក់បានហើយអញ្ចឹងគឺត្រូវមានអាកណាត់ការពារនេះមួយទៀតហើយកណាត់ហ្នឹងគឺក្រាស់អញ្ចឹងហើយគឺគេតម្លាក់មកគឺវាហប់ល្អហើយហប់ប៉ុណ្ណឹងហើយពេលយប់ឡើងគូវាត្រជាក់ខ្លាំងទៀតអញ្ចឹងគឺគេត្រូវមានម៉ាស៊ីនកម្ដៅរត់តាមនឹងទាំងអស់ទៀតបងប្អូននេះអាតយោហ្នឹងសតយោកម្ដៅបងប្អូននៅពេលដែលចុះត្រជាក់ខ្លាំងគឺអាម៉ាស៊ីនកម្ដៅអូតូនៅខាងមុខហ្នឹងគឺវាឆេះអូតូហ្មងនៅពេលដែលវាធ្លាក់ទៅដល់13អង្សាគឺគេតម្លាក់ឲ្យវាឆេះអូតូអញ្ចឹងណាហើយអញ្ចឹងអាតយោហ្នឹងរត់ជុំវិញរោងហ្នឹងគឺសិតតែតយោកម្ដៅទាំងអស់ដើម្បីឲ្យពេញប៉ោះហ្នឹងគឺវាមានកម្ដៅព្រោះពេញប៉ោះនៅពេលដែលវាត្រជាក់គឺវាងាប់ហើយអញ្ចឹងតែអញ្ចឹងហើយបើមិនដាក់តយោកម្ដៅមានអីទេគឺទប់ទល់អត់ឈ្នះទេហើយពេញប៉ោះតែខែត្រជាក់អញ្ចឹងបើសិនជាយើងមិនធ្វើអញ្ចឹងទេគឺដាំអត់កើតព្រោះអីពេញប៉ោះតែត្រជាក់ងាប់វាបានតែកម្ដៅទេសីតុណ្ហភាពវាត្រូវការថេអញ្ចឹងបងប្អូនហើយបើតយោកម្ដៅហ្នឹងគឺគេដាក់រត់តាមនឹងអញ្ចឹងហើយនេះនៅមានអាម៉ាស៊ីនកម្ដៅទៀតបងប្អូននេះអាកស៊ូកម្ដៅរត់ពីមុខនោះមកចំហៀងមួយចំហៀងមួយទៀតបងប្អូននេះមួយចំហៀងមួយទៀតណានៅពេលដែលវាធ្លាក់ដល់ត្រឹម13អង្សាគឺវាឆេះអូតូបាញ់ខ្យល់មកហើយខ្យល់កម្ដៅអាហ្នឹងម៉ាស៊ីនបាញ់ខ្យល់កម្ដៅពីមុខមករហូតមកអញ្ចឹងណាបាទនេះទៅយកកម្ដៅផ្សេងទៀតដើម្បីទប់ទល់ជាមួយអាកាសធាតុត្រជាក់ព្រោះពេលខែត្រជាក់ខ្លាំងអញ្ចឹងនៅពេលដែលខែត្រជាក់នៅក្នុងប្រទេសកូរ៉េគឺគេដាំដំណាំគឺមានបច្ចេកទេសក្នុងការថែរក្សាសីតុណ្ហភាពគឺអញ្ចឹងហើយដោយកន្លែងខ្ញុំអញ្ចឹងខ្ញុំចង់បង្ហាញអញ្ចឹងកំពុងតែខែត្រជាក់អញ្ចឹងពេញប៉ោះកំពុងតែដាំហើយអញ្ចឹងហើយបើសិនជាអត់មានប្រើពួកហ្នឹងទេគឺអាចរស់រានបានទេដាំអត់កើតហ្មងអញ្ចឹងគេបច្ចេកទេសក្នុងប្រទេសកូរ៉េគឺគេច្នៃបានខ្ពស់ធ្វើឲ្យការដាំដំណាំរបស់គេមិនថាខែត្រជាក់មិនថាខែក្តៅគឺគេដាំបានរហូតអញ្ចឹងដូចជាស្ដែងឥឡូវនេះខែត្រជាក់អញ្ចឹងពេញប៉ោះខ្ញុំកំពុងតែល្អនេះហើយផ្លែអស់តោះហើយបងប្អូននេះផ្លែធំហើយផ្លែល្អមែនទែនផ្កាឡើងពេញនឹងទាំងអស់ថតស្មាននេះមើលអត់សូវឃើញបងប្អូនដោយសារតែវានៅល្ងិតតែយើងអត់ទាន់មូរនេះឡើងហើយយើងអត់ទាន់បានមូរកណាត់នឹងឡើងអត់ទាន់បានតម្លាក់ចំហៀងនេះចុះអញ្ចឹងវានៅល្ងិតមើលអត់សូវឃើញថតផ្លែអត់សូ